យើងធ្វើបែបណាទើបអាចរៀនភាសាអង់គ្លេសនៅផ្ទះខ្លួនឯងបានវីដេអូមួយនេះនឹងមានគន្លឹះចំនួន5យ៉ាងជួយអ្នកទាំងអស់គ្នានៅក្នុងការសិក្សាភាសាអង់គ្លេសនៅក្នុងផ្ទះដោយខ្លួនឯងហើយឲ្យមានប្រសិទ្ធភាពទៀតអញ្ចឹងតោះយើងទៅមើលវីដេអូនេះទាំងអស់គ្នាសូមបញ្ជាក់ផងដែរថាអីខ្ញុំលើកមកនិយាយថ្ងៃនេះគឺបានមកពីការស្រាវជ្រាវការសាកសួរលោកគ្រូអ្នកគ្រូក៏ដូចជា search បងព្រមទាំងបទពិសោធន៍ផ្ទាល់ខ្លួនតិចតួចផងដែរហើយមួយវិញទៀតហ្នឹងដោយសារតែពេលវេលារបស់យើងមានកំណត់ថ្ងៃនេះគឺលើកឡើងបានត្រឹមតែ5គន្លឹះទេចឹងបើសិនជាមានចំណុចខ្វះខាតអីសូមគុំប្រកាន់ណាគន្លឹះទី1នោះគឺសរសេរពាក្យជាភាសាអង់គ្លេសបិទទៅលើសម្ភារៈផ្សេងៗនៅក្នុងផ្ទះរបស់យើងឧទាហរណ៍ថានៅ bedroom living room ឬក៏ bathroom ក៏ដោយនិយាយទៅគឺយើងអាចបិទបានថាបើសិនជាមានសម្ភារៈឧទាហរណ៍ថាជាប្រអប់បឺចឬមួយក៏សម្ភារៈអីផ្សេងគ្រឿងតុបតែងដូចតាំងតុឬមួយក៏កៅអីអីចឹងគឺយើងអាចបិទជាភាសាអង់គ្លេសនៅលើនឹងបានដើម្បីឲ្យយើងទៅដល់កន្លែងណាក៏ឃើញពាក្យជាភាសាអង់គ្លេសដែរចឹងទៅធ្វើឲ្យពេលខ្លះទៅពេលដែលយើងគិតចឹងយើងព្យាយាមគិតជាភាសាអង់គ្លេសដូចគ្នាដែរឈានចូលដល់គន្លឹះទី2នោះគឺដាក់គោលដៅទាំង short term goal និង long term goal សម្រាប់គន្លឹះមួយនេះផងដែរគឺមានន័យសេចក្តីថាអញ្ចឹងអ្នកទាំងអស់គ្នាឧទាហរណ៍ថាគោលដៅ short term goal របស់យើងនៅក្នុងការរៀនភាសាអង់គ្លេសហ្នឹងអាចថាយើងចង់ទៅដើរលេងនៅប្រទេសណាដែលគេនិយាយជាភាសាអង់គ្លេសឬមួយក៏យើងចង់ communicate ទំនាក់ទំនងជាមួយមិត្តភ័ក្តិរបស់យើងជាភាសាអង់គ្លេសហើយអាចថា long term goal របស់យើងនឹងអាចថាយើងចង់ទៅសិក្សានៅក្រៅប្រទេសដែលជាប្រទេសមួយដែលគេប្រើប្រាស់ភាសាអង់គ្លេសនៅក្នុងការសិក្សាជាដើមរីឯគន្លឹះទី3វិញគឺយើងរៀនបែបសប្បាយៗនិយាយទៅបើសិនជាអ្នកទាំងអស់គ្នាចូលចិត្តដូចជាស្ដាប់បទចម្រៀងឬមួយក៏ចូលចិត្តនៅការច្រៀងអីអញ្ចឹងអ្នកទាំងអស់គ្នាអាចថាអូខេយើងរៀនឲ្យសប្បាយៗយើងអាចព្យាយាមនៅក្នុងការរៀនពីបទចម្រៀងណាមួយហើយយើងច្រៀងតាមអីក៏បានដែរកលេចមកមើលចំណុចទី4វិញគឺយើងរៀនពីអ្វីដែលយើងស្រឡាញ់និយាយទៅនៅពេលដែលយើងរៀនពីអីដែលយើងស្រឡាញ់យើងចូលចិត្តគឺយើងមានអារម្មណ៍ចង់រៀនកាន់តែខ្លាំងជាងមុនទៀតអញ្ចឹងកន្លែងនេះបានន័យសេចក្តីថាឧទាហរណ៍ថាអ្នកទាំងអស់គ្នាចង់ដឹងតាក់ទងជាមួយនឹងប្រវត្តិសាស្ត្រឬមួយក៏ចង់ដឹងពីវប្បធម៌ឬមួយក៏ចង់ដឹងតាក់ទងជាមួយនឹងជីវិតនៃការរស់នៅនៃប្រទេសណាមួយឧទាហរណ៍ថាប្រទេសអាមេរិកជាឧទាហរណ៍ចឹងណាអញ្ចឹងមានន័យថានៅពេលដែលយើងរៀនពីប្រទេសហ្នឹងអញ្ចឹងយើងធ្វើការស្រាវជ្រាវសិក្សារៀនសូត្រតាក់ទងជាមួយនឹងប្រទេសហ្នឹងជាភាសាអង់គ្លេសទៅធ្វើឲ្យយើងរៀនហ្នឹងកាន់តែងាយស្រួលជាងមុនទៀតហើយពីព្រោះថាយើងរៀនពីអីដែលយើងស្រឡាញ់ចឹងទៅធ្វើឲ្យការសិក្សារៀនសូត្ររបស់យើងនៅក្នុងផ្ទះហ្នឹងគឺអត់ boring ទេអត់មានអារម្មណ៍ថាធុញទ្រាន់អត់ចង់រៀនអីទេចំណែកឯចំណុចចុងក្រោយវិញនោះដែលជាចំណុចទី5គឺរៀនជាមួយនឹងមិត្តភ័ក្តិតាមអនឡាញចំណុចមួយនេះផងដែរបានន័យសេចក្តីថានៅពេលដែលយើងសិក្សារៀនសូត្រនៅផ្ទះខ្លួនឯងហ្នឹងអាចថាពេលខ្លះទៅគឺយើងអត់សូវចង់រៀនឬក៏យើងអត់មាន motivation នៅក្នុងការរៀនឬមួយក៏យើងមានអារម្មណ៍ថាយើងអត់ដឹងថាតើយើងត្រូវ practice speaking ជាមួយអ្នកណាគេបានអញ្ចឹងបើសិនជាយើងមានមិត្តភ័ក្តិដែលយើងអាចរៀនអនឡាញជាមួយគាត់បានឧទាហរណ៍ថាតាមវីដេអូ call អីចឹងជាដើមក៏កាន់តែងាយស្រួលទៀតពីព្រោះថាពេលហ្នឹងគឺយើងមានអ្នកដែលយើងអាច practice speaking ជាមួយគ្នាបានសរុបមកវិញខ្ញុំសង្ឃឹមថាគន្លឹះទាំង5ខាងលើមិញនេះអាចជួយអ្នកទាំងអស់គ្នានៅក្នុងការសិក្សារៀនសូត្រភាសាអង់គ្លេសនៅផ្ទះដោយខ្លួនឯងបានយ៉ាងមានប្រសិទ្ធភាពហើយឆាប់ចេះទៀតហើយមួយវិញទៀតហ្នឹងខ្ញុំសូមជំរាបជូនភាសាទៀតផងដែរថានៅមានគន្លឹះផ្សេងជាច្រើនទៀតប៉ុន្តែដោយសារតែពេលវេលារបស់យើងថ្ងៃនេះមានកំណត់អញ្ចឹងទើបបានលើកឡើងត្រឹមតែ5គន្លឹះហ្នឹងទេបើសិនជាមានចំណុចខ្វះខាតអីសូមគុំប្រកាន់ហើយបើសិនជាអ្នកទាំងអស់គ្នាមានគន្លឹះអីផ្សេងទៀតចាំជួយ comment នៅខាងក្រោមផងហើយខ្ញុំសូមជំរាបជូនអ្នកទាំងអស់គ្នាផងដែរថាបើសិនជាចង់សិក្សារៀនសូត្រតាក់ទងជាមួយនឹងវគ្គ online course មួយចំនួននៅក្នុងការរៀនភាសាអង់គ្លេសឬមួយក៏តាក់ទងជាមួយនឹង workshop មួយចំនួនដែលនិយាយតាក់ទងជាមួយនឹងអាហារូបករណ៍ទៅក្រៅប្រទេសឬមួយក៏ការសិក្សាផ្សេងគន្លឹះនៅក្នុងការទទួលបាននិទេសល្អក្នុងការប្រឡងមធ្យមសិក្សាទុតិយភូមិអីជាដើមអ្នកទាំងអស់គ្នាអាច follow page study with me មួយដែលពួកគាត់នឹងមានជា workshop ក៏ដូចជា online course មួយចំនួនជូនអ្នកទាំងអស់គ្នាអញ្ចឹងអរគុណច្រើនដែលបានមើលវីដេអូនេះពីដើមដល់ចប់ចាំជួបគ្នានៅវីដេអូក្រោយទៀតពីខ្ញុំមនី